ឆ្នាំស្អាតណាស់វាចិនតែដងខ្ញុំរសាត់សាតែជើងតូចៗក៏បោលូនអូខេជំរាបសួរក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំប្រាប់ពីរបៀបនៃការធ្វើបង្កើត playing free ដែលអត់គ្រប់ copyright អញ្ចឹងកម្មវិធីដែលខ្ញុំធ្វើការណែនាំថ្ងៃនេះគឺជាកម្មវិធីប្រភេទ AI ដែលបង្កើតចេញជាចម្រៀងខ្មែរក៏បានចម្រៀងភាសាអង់គ្លេសក៏បានឬក៏ play សុទ្ធក៏បានដែរឥឡូវនេះខ្ញុំនឹងធ្វើការណែនាំគឺមានឈ្មោះថា Sono អ្នកគ្នា Sono AI នេះយកពាក្យ Sono AI creator ហ្នឹងមក music creator ហ្នឹងហើយទាំងអស់នេះអាចយកពាក្យអូខេសំទោស Sono អូខេចេះតែ Sono ទៅទេវាឲ្យនេះអញ្ចឹងអ្នកនរយកពាក្យ Sono នឹងមកតមកទៀតវាចេញពាក្យ Sono នឹងហើយទាំងអស់គ្នាអាចចំពោះបងប្អូនដែលមាន mail គឺធ្វើការ register ជាមួយនឹង mail របស់យើងស្រាប់តែម្ដងប៉ុន្តែឥឡូវនេះគឺខ្ញុំធ្វើការ register រួចហើយឃើញទេ mail គឺខ្ញុំភ្ជាប់ហើយអញ្ចឹងតមកទៀតយើងចូលចំណុចហ្នឹងហើយយកពាក្យ create នេះនៅពេលដែលយើងចុច select បន្នេះមានថាសលេងហ្នឹងគឺ playing ឬ snow playing រហូតហ្មងប៉ុន្តែបើសិនយើងចុចមកកន្លែងនេះវិញមានថាគឺសលេងហ្នឹងគឺមានបទចម្រៀងឧទាហរណ៍ខ្ញុំចង់បង្កើតជាលក្ខណៈ playing មួយឧទាហរណ៍ខ្ញុំដាក់ playing សតខ្ញុំដាក់ playing សតនិយាយថាlove blue song ចឹងដល់ love blue ឬក៏ love blue song យើងនិយាយពាក្យហ្នឹងមកតែមិនទេយើងចុចពាក្យ create ចុចពាក្យ create ហើយវាចេញឲ្យយើងបានធ្វើការ create ហើយរងចាំហើយពាក្យនេះគឺជា playing free ទាំងអស់គ្នាគឺអាចដាក់ជាមួយនឹង YouTube ក៏បានជាមួយនឹង Facebook page ក៏បានជាមួយនឹង TikTok ក៏បានដែរគឺអត់ភ័យព្រួយនៃការចូល copyright ទេហើយម្យ៉ាងវិញទៀតនេះគឺសិតតែ playing ដូចជាយើងអាចដាក់ blue song និយាយរំ playing romantic អីគឺដាក់ពាក្យ rock music បទញាក់ក៏បានដែរគឺវាស្រួលឥឡូវខ្ញុំចាក់ឲ្យស្ដាប់អូខេនេះមួយទៀតអានេះ play សតអ្នកគ្នាគឺសំឡេង play សតឥឡូវនេះខ្ញុំនឹងធ្វើការណែនាំប្រាប់ពីរបៀបធ្វើជាបង្កើត play ខ្មែរក៏បានដែរឧទាហរណ៍ខ្ញុំយកពាក្យចំណងជើងថាអូនស្អាតម្លេះទេយកចំណងជើងមួយនឹងចោះហើយខ្ញុំសរសេរពាក្យនឹងចេះមកផាសចូលមកអូខេអញ្ចឹងខ្ញុំបិទ instrument មានថាអត់មានគឺថាមានអ្នកច្រៀងបើ instrument ហ្នឹងគឺមិនមែនថាអត់មាន play ទេណាគឺមាន play ក៏ប៉ុន្តែគឺតម្រូវមានអ្នកច្រៀងឲ្យយើងអញ្ចឹងណាអញ្ចឹងអាច play នេះមកអាចពាក្យចុចពាក្យ create អញ្ចឹងចុចពាក្យ create ហ្នឹងទៅវាឲ្យយើងលោតដល់យើងហើយអញ្ចឹងឥឡូវនេះខ្ញុំមិនដឹងថា update មិនទេព្រោះខ្ញុំខានប្រើយូរហើយប៉ុន្តែខ្ញុំនឹកឃើញពាក្យ play Sono ទៅខ្ញុំកាលពីមុនណាខ្ញុំបាន6 play 6បទអូខេឥឡូវចេញហើយគឺពាក្យចំណងយើងដាក់អូនស្អាតម្លេះទេគឺបង្កើត play ចម្រៀងឲ្យយើងស្ដាប់ហ្មងអូនថាស្នេហ៍ឆ្នាំស្អាតណាស់វាចិនតែដងខ្ញុំរសាត់សាតែជើងតូចៗក៏បោលូនអូខេតំណងនៅតែបងប្អូនហើយយកទៅអត់ជាប់ទេប្រើជាមួយនឹង YouTube អីគឺល្អអូនថាស្នេហ៍ឆ្នាំស្អាតណាស់វាចិនតែដងខ្ញុំរសាត់សាតែជើងតូចៗក៏បោលូនអូខេនេះគឺជាដល់ពេលយើងឧទាហរណ៍ខ្ញុំចង់បានបទហ្នឹងធ្វើការរងចាំសិនចេញពាក្យសញ្ញា extend ចេញសញ្ញា extend ហ្នឹងហើយបានយើងអាច download បានណាអញ្ចឹងនៅពេលចេញឧទាហរណ៍ខ្ញុំចង់បានចម្រៀងមួយនេះចោះនេះចម្រៀងនេះចោះនេះឬក៏ខ្ញុំចង់បានចម្រៀងមួយនេះ2នាទីជាងអញ្ចឹងបទ play អញ្ចឹងគឺយើងអាចដាក់ជាមួយនឹង romantic ឬក៏លក្ខណៈថាplay អាកាសធាតុរៀងភ្លៀងតិចមកយើងអាចដាក់បញ្ចូលបានហើយអូខេយើងចុចកន្លែងនេះមកតមកទៀតយើងយកពាក្យ download គឺយកពាក្យនេះ MP3 audio អញ្ចឹងយើងចុចនឹងមកអញ្ចឹងវា save ហើយវាចុចយើង save បានហើយអ
ចឹងបងប្អូនអាចបើកកន្លែង folder នេះមក so folder នេះបងប្អូនបាន mp3 ហើយចឹងបងប្អូនអាចយក play ទាំងអស់ហ្នឹងយកទៅដាក់ជាមួយនឹងកាត់តជាមួយ CapCut ឬក៏ play តិចតិចទៅល្អព្រោះអូខេអ្វីដែលខ្ញុំប្រាប់ជាមួយនឹង Sono គឺមានប៉ុណ្ណឹងបងប្អូនអាចសាកល្បងបានហើយជួយ comment ប្រាប់ខ្ញុំផងថាអាចធ្វើបានអត់ចឹងណាព្រោះអីកាលពីមុនបងប្អូនខ្លះគាត់ខ្ញុំប្រាប់គាត់ចឹងដែរគាត់ថាគាត់ធ្វើអត់បានទេហើយអញ្ចឹងមិនដឹងថាយ៉ាងម៉េចដែរប៉ុន្តែចំពោះខ្ញុំវិញខ្ញុំអាចធ្វើបានឃើញទេហើយបើសិនបើយ៉ាងម៉េចអីគឺមិនជួយ comment ប្រាប់ខ្ញុំផងដើម្បីឲ្យខ្ញុំនឹងប្រាប់បន្ថែមអញ្ចឹងណាខ្ញុំរកដំណោះស្រាយឲ្យ